សួស្តីបងប្អូនទាំងអស់គ្នាចាអញ្ចឹងបងប្អូនអ្នកខ្លះដែលអត់ទាន់ចេះទិញអីវ៉ាន់ពីចិនដោយខ្លួនឯងណាហើយជាពិសេសគឺបងប្អូនអត់ទាន់ដែលដឹងពីរបៀបនៅក្នុងការកំណត់អាសយដ្ឋានរបស់ក្រុមហ៊ុន JNT ឯងដោយសារក្រុមហ៊ុន JNT របស់យើងក៏មានសេវាកម្មនៅក្នុងការជួយដឹកជញ្ជូនអីវ៉ាន់របស់បងប្អូនទាំងអស់គ្នាពីប្រទេសចិនមកដែរអញ្ចឹងនៅក្នុងវីដេអូនេះ admin នឹងប្រាប់ហើយជាពិសេស admin សឹករឿងមួយដោយសារតែគេកំពុងតែមាន promotion ធំខ្លាំងមែនទែនគឺ618បងប្អូនតែអញ្ចឹងមកក្នុងវីដេអូនេះគឺត្រូវ admin នឹងបង្រៀនបងប្អូនទាំងអស់គ្នារបៀបនៅក្នុងការកំណត់អាសយដ្ឋានរបស់ក្រុមហ៊ុន JNT ដោយមានសេវាកម្មតម្លៃសមរម្យខ្លាំងមែនទែនគឺចាប់ពី 6000 រៀលឡើងទៅឯងបងប្អូនហើយសេវាកម្មនេះគឺយើងមានការដឹកជញ្ជូនជូនបងប្អូនទាំងអស់គ្នារហូតដល់មុខផ្ទះតែម្ដងតោះមកមើលពីដើមមកដល់ចប់ទាំងអស់គ្នាណាជំហានដំបូងសូមចូលទៅកាន់ app JNT Cambodia សូមជ្រើសរើសយកមុខងារដឹកជញ្ជូនអន្តរជាតិជ្រើសយកពាក្យបន្ថែមឥឡូវនេះបំពេញឈ្មោះរបស់លោកអ្នកលេខទូរស័ព្ទលេខកូដតំបន់សូមជ្រើសរើសយកខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់បំពេញអាសយដ្ឋានលម្អិតម្ដងទៀតបញ្ជាក់ដាក់ស្នើចុចចម្លងអាសយដ្ឋានជំហានបន្ទាប់សូមចូលទៅកាន់ app ទិញទំនិញរបស់ចិនចុចប៊ូតុងខាងស្ដាំសូមចូលកន្លែង setting សូមជ្រើសរើសពាក្យបំពេញអាសយដ្ឋានសូមចុចប៊ូតុងពណ៌ទឹកក្រូចចុចពាក្យ Allow Pass ចុចប៊ូតុងពណ៌ទឹកក្រូចម្ដងទៀតសូមបំពេញបន្ថែមនៅលេខកូដតំបន់និងលេខទូរស័ព្ទអ្នកទទួលនៅខ្មែរចុចពាក្យរក្សាអាសយដ្ឋានជាការស្រេច JNT Express